ឆ្នាំរកាថ្ងៃសៅរ៍ទី25នេះមានការធ្លាក់ចុះពុកម៉ែបងប្អូនទាំងគ្នាដែលកើតឆ្នាំរកាថ្ងៃនេះរាសីពុកម៉ែបងប្អូនមានការធ្លាក់ចុះពុកម៉ែបងប្អូនដឹងហើយថាឆ្នាំរកាធាតុដែកពងយៈប្រុសអញ្ចឹងសម្រាប់ថ្ងៃសៅរ៍ទី25មេសានេះរាសីធ្លាក់ចុះពុកម៉ែបងប្អូននឹងជួបរឿងសៅហ្មងក្នុងចិត្តជាច្រើននៅក្នុងរង្វង់កន្លែងការងារក៏ដូចជាកន្លែងប្រកបកិច្ចការងាររកស៊ីដូចជាត្រូវចវាយនាយស្ដីបន្ទោសឬក៏បងទ្រព្យសម្បត្តិជាដើមគប្បីត្រូវធ្វើចិត្តឲ្យនឹងណណាកុំទោទុនទៅរកភាពអវិជ្ជមានគិតតែរឿងល្អទើបជាការដោះស្រាយផ្លូវអារម្មណ៍ដ៏ល្អប្រសើរចំពោះរឿងក្រុមគ្រួសារនិងស្នេហាវិញមានវិរកម្មរកបន្តិចបន្តួចដូច្នេះហើយពុកម៉ែបងប្អូនដែលកើតឆ្នាំរកាសូមមានការប្រុងប្រយ័ត្ននិងធ្វើចិត្តឲ្យមាំឲ្យនឹងណមែនទែននិងប្រុងប្រយ័ត្នខ្ពស់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នា